នៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្កើត app ពេញលេញមួយសម្រាប់ហាងកាហ្វេជាមួយនឹង Anti Gravity នៅពេលនេះខ្ញុំនឹងចាប់ផ្ដើម comment ឲ្យ Anti Gravity បង្កើត project នោះចេញមកនៅពេលនេះវាបាន analyze ថារួចរាល់ហើយយើងអាច check មើលហើយយើងអាច proceed វាបាននៅក្នុងថានេះមានដូចជា phrase មួយគឺ call setup យើងឲ្យវា setup អ្វី package អ្វីខ្លះនៅក្នុងហ្នឹងនិង phrase 2មាន authentication តមក phrase 3គឺមាន home និង shopping cart phrase 4គឺមាន profile ហើយនិង setting និង policeឥឡូវនេះវា generate ចប់ហើយដូច្នេះមុនដំបូងគឺយើងត្រូវមើលក្នុង project សិនថាតើមានអី update ទៀតអត់ឥឡូវនេះវា generate ចប់ហើយដូច្នេះយើងអាចធ្វើការសាកល្បងវាបាននៅក្នុងនេះដើម្បីអាចសាកល្បងជាមួយនឹង iOS simulator បានតើតើយើង config ពីចំណុចសិនក្នុងនេះយើងត្រូវ add reverse ID ចូលនៅក្នុង iOS ជីកសិនចឹងជាមុនរងគឺយើងចូលមកក្នុងជីហ្នឹងគឺចូលមកក្នុង infoតើយើងធ្វើការ add យល់ថានេះបន្ទាប់ទៀតយើងចូលមកក្នុង sign in capability add capability តម្រូវយើងអាចធ្វើការ test ជាមួយនឹង iOS បានហើយនៅក្នុងចំណុចនេះយើងត្រូវកែ iOS version នេះសិនធ្វើការ render ចឹងក្នុងនេះគឺយើងនឹងឲ្យយើង sign in ជាមួយនឹង password យើងត្រូវជាមួយ password បានហើយក្នុងនេះគឺយើងមាន home page មួយនិង profile ដែលជា file របស់ខ្ញុំហើយនឹងមាន data មួយចំនួនវាអាចមានដាក់ម៉ូតទៀតហើយក្នុងនេះក៏យើងអាចធ្វើការ add ចូល card ហើយនឹង order បានដែរអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេប្រសិនបើអ្នកនរគ្នាចូលចិត្តកុំភ្លេចជួយ like និង subscribe ផងដើម្បីអាចចែករំលែកចំណេះដឹងនេះទៅ developer ផ្សេងផងដែរបើសិនជាអ្នកនរគ្នាមានចម្ងល់អីអ្នកអាចធ្វើការ comment នៅខាងក្រោមបានអរគុណ